អាងត្រពាំងថ្មឋានសួគ៌នៃសត្វកម្រនិងសម្រស់ធម្មជាតិដ៏ត្រកាលដែលលោកអ្នកមិនគួររំលងប្រសិនបើលោកអ្នកកំពុងស្វែងរកកន្លែងសម្រាកលំហែកាយដែលពោរពេញដោយខ្យល់អាកាសបរិសុទ្ធទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ត្រកាលនិងចង់ឃើញជីវៈចម្រុះដ៏កម្រនោះតំបន់ការពារទេសភាពអាងត្រពាំងថ្មគឺជាគោលដៅទេសចរដ៏ស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តនាចុងសប្តាហ៍នេះពីវាលនៃប្រវត្តិសាស្ត្រមកជាដង្ហើមនៃជីវិតស្ថិតនៅក្នុងឃុំប៉ោយចាស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យអាងត្រពាំងថ្មមិនត្រឹមតែជាសំណង់ធារាសាស្ត្រដ៏ធំសម្រាប់ប្រើដល់វិស័យកសិកម្មប៉ុណ្ណោះទេប៉ុន្តែទីនេះបានប្រែក្លាយខ្លួនពីតំបន់ដែលមានប្រវត្តិសាស្ត្រដ៏ជូរចត់ក្នុងសម័យខ្មែរក្រហមមកជាតំបន់អភិរក្សធនធានធម្មជាតិនិងជាជម្រកសត្វស្លាបដ៏លំដាប់អន្តរជាតិការទស្សនាសត្វក្រៀលនិងជីវៈចម្រុះចំណុចទាក់ទាញបំផុតដែលធ្វើឲ្យអាងត្រពាំងថ្មល្បីល្បាញខ្លាំងគឺវត្តមានរបស់សត្វក្រៀលសារ៉ឹសក្រែនដែលជាប្រភេទសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេបំផុតលើលោកនិងជិតផុតពូជរដូវកាលមាសគឺចាប់ផ្ដើមពីខែមករាដល់ខែឧសភាគឺជាពេលវេលាពិសេសវិសាលដែលភ្ញៀវទេសចរអាចទស្សនាហ្វូងសត្វក្រៀលរាប់រយក្បាលចុះមករកចំណីនិងរាំកំសាន្តយ៉ាងត្រកាលសត្វស្លាបចម្រុះពណ៌ក្រៅពីសត្វក្រៀលលោកអ្នកក៏អាចឃើញសត្វស្លាបទឹកចំនួនជាង200ប្រភេទផ្សេងទៀតរួមមានទាព្រៃស្មោញនិងកុកគ្រោងដែលធ្វើឲ្យទីនេះคล้ายទៅជាឋានសួគ៌សម្រាប់អ្នកថតរូបមកដល់អាងត្រពាំងថ្មភ្ញៀវទេសចរមិនត្រឹមតែអាចមើលសត្វស្លាបប៉ុណ្ណោះទេបន្ថែមទាំងអាចជិះទូកកំសាន្តក្រឡេកមើលផ្កាឈូកនិងការលំចង់រីកស្គុះស្គាយពេញផ្ទៃទឹកខណៈពេលជិះទូកស្រូបខ្យល់ត្រជាក់ស្រស់ថ្លាទស្សនាថ្ងៃរៀបលិចប្លង់ថតនៅលើខ្នងទំនប់នាពេលល្ងាចគឺជាចំណុចដែលមិនគួររំលងសម្រាប់អ្នកនិយមលេងបណ្ដាញសង្គមរសជាតិអាហារអ្នកស្រុកដែលពេញនិយមគឺពងពោះប្រលិតនិងពោះប្រលិតបំពងរួមជាមួយនឹងត្រីស្រស់ៗដែលអ្នកស្រុករកបានពីអាងត្រពាំងថ្មយកមកចម្អិនជូនពិសាក្នុងនោះដែរក៏មានអាហារវេចខ្ចប់ដូចជាប្រហុកនិងផ្អកត្រីប្រៃផងដែរក្រៅពីនោះភ្ញៀវទេសចរអាចទស្សនានៅផលិតផលស្នាដៃខ្មែរដែលផលិតចេញអំពីតម្បាញសូត្រខ្មែរដែលជាស្នាដៃអ្នកស្រុកបន្សល់មកតាំងពីដូនតាសូមបញ្ជាក់ផងដែរថាអាងត្រពាំងថ្មមានចម្ងាយប្រមាណជា60គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យដោយឆ្លងកាត់ស្រុកចំនួន2គឺស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុកដោយយើងចេញដំណើរទៅទិសខាងកើតលើកំណាត់ផ្លូវជាតិ6មកដល់ត្រង់ភូមិព្រៃមាន់មានរង្វង់មូលយាយរវៃអំបោះយើងឆ្ពោះទៅទិសខាងជើងរហូតដល់ស្រុកភ្នំស្រុកបត់ឡើងទៅលិចទៅដល់ឃុំប៉ោយចាយើងនឹងឃើញខ្នងអាងត្រពាំងថ្មតែម្ដងបាទនេះគឺជាអាងនេះអាងទំនប់អាងត្រពាំងថ្មដែលកសាងឡើងតាំងពីរបបកម្ពុជាប្រជាធិបតេយ្យមកណាបាទគឺដើម្បីស្តុកទឹកប្រើប្រាស់នៅស្រោចស្រពទៅដំណាំផ្សេងៗបាទដូចជាស្រែការបាទក្នុងជាប្រវត្តិយើងនៅក្នុងស្រុកនិងអាដាស្រុកជាប់នឹងផងដែរបាទ